សូមពុកម៉ែបងប្អូនសូមចុចមេដៃរួចចុច Subscribe Channel របស់គ្រាមបាទម្នាក់មួយដើម្បីទទួលបានរឿងនិទានថ្មីៗសូមអរគុណសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានរឿងថ្មីរបស់ AnonyCC ដែលទើបតែនឹងចេញថ្មីមួយដើម្បីលើកយកមកធ្វើការសម្ដែងជូនអ្នកទាំងអស់គ្នាទស្សនាដោយសាររឿងមួយនេះគឺនិយាយអំពីភ្លើងមួយនឹងគួយជាភ្លើងរបស់ពពួកខ្មោចព្រាយវិសាចតែភ្លើងមួយនឹងវាចូលទៅសន្ធិដ្ឋនៅក្នុងរូបកាយរបស់អ្នកណាអ្នកនោះនឹងទុយចងកោដើម្បីសម្លាប់ខ្លួនពីវាសម្រាប់អ្នកដែលវាចូលរួចហើយវានឹងចេញទៅរកអ្នកផ្សេងទៀតដើម្បីសម្លាប់បន្តទៀតដើម្បីដោះស្រាយរឿងមួយនេះគឺត្រូវតែមានមនុស្សចូលទៅយករបស់ម្យ៉ាងដែលនៅក្នុងព្រៃដើម្បីយកមកកម្ចាត់វាប៉ុន្តែព្រៃដែលពួកគេចូលទៅនោះគឺជាព្រៃដ៏ពោពេញទៅដោយគ្រោះថ្នាក់ដោយសារតែនៅតាម flow ដែលចូលទៅកាន់កន្លែងនោះគឺមានពពួកអមនុស្សជាច្រើនរងចាំសម្រាប់ពួកគេអញ្ចឹងហើយបញ្ជាពួកគេគឺត្រូវតែធ្វើយ៉ាងណាយកឈ្នះនៅពពួកអមនុស្សនៅតាម flow នោះឲ្យតតែបានទម្រាំតែទៅដល់កន្លែងដែលពួកគេត្រូវការនោះឈ្នះដើម្បីចង់ដឹងថាតើពួកគេអាចជួយសង្គ្រោះអ្នកភូមិបានឬក៏អត់សូមទស្សនាទាំងអស់គ្នាផ្ដើមនៃសាររឿងដំបូងមានភ្លើងដ៏ចម្លែកមួយបានហោះចូលទៅក្នុងផ្ទះរបស់នារីម្នាក់មួយភ្លេតក្រៃមកនារីម្នាក់ហ្នឹងបានដើរចេញមកខាងក្រៅព្រមទាំងបានយកខ្សែមួយយកមកចងសម្រាប់ខ្លួនផងដែរនៅពេលដែលកូនស្រីរបស់គាត់ឃើញហ្នឹងគឺវាហូរពេលបាត់ទៅហើយចំណែកឯព្រះបរមអ្នកនេះវិញគាត់មានឈ្មោះថាត្រៃយ៉ាន់នៅក្នុងយុគនេះអំព្រំម្នាក់ដែលមានឈ្មោះថាកាស៊ីនឹងបានខុសទៅរកគាត់គឺប្រាប់ពីដំណឹងមួយដែលប្រាប់ថាឪពុករបស់គាត់នឹងគឺបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយគាត់ប្រាប់ព្រោះតែចង់ឲ្យរ៉ាយ៉ាន់ត្រឡប់ទៅកាន់ភូមិវិញដើម្បីចូលរួមពិធីបុណ្យសពឪពុករបស់គាត់និយាយក៏ស្រាប់តែដាច់ទូរស័ព្ទមុនត្រឹមតែប៉ុណ្ណោះរ៉ាយ៉ាន់មានអារម្មណ៍ថាដូចជាមានមនុស្សកំពុងតែឈោះសម្លឹងគាត់ប៉ុន្តែនៅពេលដែលនៅលេរ៉ូបមើលស្រាប់តែម្ដាយរបស់គាត់បានត្រឡប់មកខាងក្រៅវិញហើយគាត់ក៏បានប្រាប់ពីដំណឹងដែលឪពុករបស់គាត់បានស្លាប់ដោយអ៊ំព្រំម្នាក់ជាអ្នកខំមកប្រាប់នឹងឯងប៉ុន្តែនៅពេលដែលពួកគេខុសត្រឡប់ទៅវិញបែរជាខុសចូលធ្វើឲ្យម្ដាយនឹងមានការសង្ស័យថាឬក៏គេគ្រាន់តែច្រឡំតែប៉ុណ្ណោះប៉ុន្តែយ៉ាងណាក៏ដោយរ៉ាយ៉ាន់ប្រាប់ថាគេគឺពិតជាចង់ទៅជួបឪពុករបស់គេជាលើចុងក្រោយទោះបីជាម្ដាយខឹងឪពុកយ៉ាងណាក៏ដោយក៏មិនគួរធ្វើបែបនេះដែរប៉ុន្តែម្ដាយរបស់គេនឹងគឺបានប្រកាសយ៉ាងដាច់ខាតថាមិនឲ្យគេត្រឡប់ទៅភូមិកំណើតវិញនោះទេឪពុករបស់គេចង់យ៉ាងម៉េចក៏យ៉ាងមិនទៅចោះដល់ពេលវេលាព្រឹកឡើងនៅពេលដែលគាត់ចេញមកខាងក្រៅគាត់បានឃើញថាគុំប្រុសរបស់គាត់បានសសុំពុតមួយប្រាប់ថាគឺគាត់ទៅកាន់ភូមិកំណើតហើយគឺដើម្បីទៅចូលរួមពិធីបុណ្យសពឪពុករបស់គាត់ដែលគាត់បានធ្វើដំណើរទៅជាមួយនឹងមិត្តភ័ក្តិរបស់គាត់3នាក់ទៀតទីក្នុងនោះក៏មានសង្សារគាត់ម្នាក់ផងដែរនៅពេលដែលពួកគេកំពុងតែធ្វើដំណើរនៅតាមផ្លូវនោះរ៉ាយ៉ាន់បានស្រីដោយសារតែគាត់បានឃើញនៅខ្មោចរបស់លោកយាយម្នាក់អង្គុយនៅកន្លែងជាមួយនឹងពួកគេដែរប៉ុន្តែនៅពេលដែលគាត់មើលម្ដងទៀតមិនបានឃើញអ្វីទាំងអស់ទៅវិញបន្ទាប់ពីធ្វើដំណើរអស់រយៈពេលយូរពួកគេក៏បានធ្វើដំណើរមកដល់ភូមិដែលមានឈ្មោះថាកេដុលគឺជាភូមិដែលគាត់នៅតាំងពីក្មេងនឹងឯងព្រមទាំងបានជួបជាមួយនឹងលោកអ៊ុំកាស៊ីដែលជាអ្នកខលទៅកាន់គាត់ថែមទៀតបន្ទាប់មកលោកអ៊ុំកាស៊ីក៏បាននាំរ៉ាយ៉ាន់ជាមួយនឹងមិត្តភ័ក្តិរបស់គាត់ទៅកាន់ភ្នក់របស់រ៉ាយ៉ាន់ប៉ុន្តែរ៉ាយ៉ាន់ឆ្ងល់ថាហេតុអ្វីបានជាភ្នក់ដឹកពណ៌ខ្មៅអញ្ចឹងលោកអ៊ុំកាស៊ីបានប្រាប់ថាគឺដោយសារតែឪពុករបស់រ៉ាយ៉ាន់ស្លាប់ដោយសារតែការចងកតែផ្លានៅលើភ្នំ3នាក់ទៀតក៏បានស្លាប់ដោយសារតែចងកដូចគ្នារ៉ាយ៉ាន់គេក៏បានធ្វើការគោរពទៅកាន់ភ្នក់របស់គេបន្ទាប់មកលោកអ៊ុំក៏បាននាំពួកគេមកកាន់ផ្ទះមុនពេលដែលឪពុកត្រូវបានស្លាប់ហើយព្រមទាំងបានប្រគល់សោទៅឲ្យពួកគេចូលទៅខាងក្នុងថែមទៀតមុនហេតុដែលរ៉ាយ៉ាន់គាត់មកទីនេះគឺដោយសារតែអ៊ុំប្រូននឹងបានប្រាប់ថាឪពុករបស់រ៉ាយ៉ាន់បានប្រគល់លុបប្រអប់ឈើមួយលាក់ទុកនៅក្នុងផ្ទះមួយនេះប៉ុន្តែនៅពេលដែលគាត់ចូលមករកក៏រកមិនឃើញតតែសោះមិនលេណានាងបានចូលបន្ទប់ទឹកប៉ុន្តែនាងប្រាប់ឲ្យអ៊ីសាននៅចាំខាងក្រៅហើយគុំទៅណាឆ្ងាយអីព្រោះនាងមានអារម្មណ៍ថាដូចជាមិនសូវស្រួលតតែសោះលោកពេលដែលនាងកំពុងតែរៀបចំផ្លែសម្លៀកបំពាក់នាងបានឃើញនៅស្រមោលរបស់យាយចាមម្នាក់ចូលនៅក្នុងបន្ទប់ទឹកប៉ុន្តែនៅពេលដែលពួកគេមកដល់បែរជាមិនបានឃើញអ្វីទាំងអស់ដូច្នេះពួកគេក៏បាននាំនាងចូលមកក្នុងផ្ទះវិញហើយអាឡេណាក៏បានប្រាប់ទៅកាន់រ៉ាយ៉ាន់ថាពួកគេគួរតែប្រញាប់ចាក់ចេញពីទីនេះទៅដោយសារតែនេះមានអារម្មណ៍ថាមិនល្អតតែសោះប៉ុន្តែប្រថាក៏មិនតរកប្រាប់ឈើនោះឃើញនោះទេនៅពេលដែលពួកគេរកឃើញនឹងចាក់ចេញទៅភ្លាមពេលនោះមកភ័ក្ររបស់រ៉ាយ៉ាន់ក៏បានចេញមកខាងក្រៅដើម្បីជួបបារីប៉ុន្តែជាអ្នកគ្រូរបស់គាត់ក៏បានធ្លាក់ចូលទៅខាងក្រោមនិងផ្លែតិចចូលទៅក្រោមឡានថែមទៀតនៅពេលដែលគាត់អោនទៅរើគាត់មានអារម្មណ៍ថាដូចជាមានមនុស្សកំពុងតែអាមកពីក្រោយខ្នងរបស់គាត់ប៉ុន្តែនៅពេលដែលគាត់ងើបមើលទៅបែរជាមិនបានឃើញអ្វីទាំងអស់គាត់ពិតជាឆ្ងាយយ៉ាងខ្លាំងព្រោះគាត់ច្បាស់ណាស់ថាអំបែមិនពិតជាមានមនុស្សពិតមែនពេលដែលឃើញថាអាឡាណានាងចាប់ដើមក្រៅขึ้นខ្លាំងរ៉ាយ៉ាន់បានប្រាប់ឲ្យពួកគេរងចាំនៅទីនេះគាត់នឹងយកថ្នាំនៅក្នុងឡានបន្តិចប៉ុន្តែនៅពេលដែលគាត់ចូលទៅយកថ្នាំពេលនោះស្រាប់តែពួកគេបានឃើញនៅភ្លើងពណ៌ក្រហមដែលគេឲ្យឈ្មោះថាអាឡុងកានតុងហើយវាក៏ជាមូលហេតុមួយដែលធ្វើឲ្យពុករបស់រ៉ាយ៉ាន់ស្លាប់ដូច្នេះគាត់ក៏បានប្រាប់ពីមិត្តភក្តិរបស់គាត់យកថ្នាំទៅឲ្យអាឡាណាចំណែកគាត់ទៅតាមភ្លើងនោះនៅពេលដែលគាត់ទៅដល់ក៏បានឃើញថាភ្លើងនោះគឺបានចូលទៅក្នុងផ្ទះរបស់អ្នកស្រីម្នាក់ហើយអ្នកស្រីម្នាក់នឹងក៏បានជិះមកព្រមទាំងយកខ្សែដើម្បីយកកញ្ចង់កផងដែរប្តីរបស់អ្នកស្រីម្នាក់នឹងបានសូមឲ្យពួកគេទាំងពីរនេះជួយខួតប្រពន្ធរបស់គាត់ប៉ុន្តែគ្មាននរណាម្នាក់អាចខួតបាននោះទេហូននាងក៏បានរត់ចូលទៅក្នុងព្រៃកាន់តែជ្រៅបន្ទាប់មកពួកគេក៏បានឃើញថានាងបានសម្លាប់ខ្លួនបាត់ទៅហើយអ្នកភូមិជាច្រើនក៏បានមកដល់ទីនេះផងដែរបន្ទាប់ពីនាងស្លាប់ទៅមុខរបស់នាងបែរចូលទៅក្នុងភូមិឃើញបែបនេះលោកកុំកាឌីបានប្រាប់ថាលៀលណាស្លាប់បែរមុខទៅទិសខាងនឹងនៅមានជនរងគ្រោះដែលស្ថិតនៅទិសខាងនឹងបន្តពីនាងទៀតចំណែកពិធីបុណ្យសពរបស់នាងក៏ចាប់ផ្ដើមធ្វើឡើងដោយសារតែពួកគេតាំងពីណាមិនមានការងារអ្វីនៅបន្តទៀតពួកគេបាននាំគ្នាសុំត្រឡប់មកវិញហើយនៅពេលដែលជាលៀងចូលបានសពឲ្យនាងនៅពេលនោះព្រៃនឹងវាក៏បានហក់ចេញពីខ្លួនប្រាណរបស់នាងដើម្បីទៅរងអ្នកថ្មីផ្សេងទៀតដែលព្រៃភ្លើងព្រៃនឹងចេញទៅបាត់គ្រប់គ្នាក៏ចាប់ផ្ដើមរៀបចំសាកសពរបស់នាង
នាងឲ្យបានត្រឹមត្រូវបន្ទាប់ពីភ្លើងព្រៃនឹងបញ្ចេញពីរាងកាយរបស់សាកសពរួចហើយវាក៏បានហោះសម្ដៅមករកពួកគេដែលវាបានចូលទៅក្នុងខ្លួនរបស់អាឡាណានៅពេលដែលបានឮសំឡេងរបស់អាឡាណាស្រែកគ្រប់គ្នាប្រញាប់រត់មើលប៉ុន្តែបើតាមមើលទៅនាងប្រហែលជាត្រូវបានភ្លើងនោះចូលទៅក្នុងខ្លួនបាត់ទៅហើយប៉ុន្តែនៅពេលនោះរ៉ាយ៉ានក៏បានធ្វើពិធីសូត្រនៅគុំមួយយ៉ាងនឹងដើម្បីបណ្ដេញខ្មោចនេះឲ្យចេញពីរាងកាយរបស់នាងនៅទីបំផុតនាងក៏ត្រូវបានស្លាប់បាត់ស្មារតីបាត់ទៅចំណែកឯអ្នកស្រីម៉ាលីណាដែលត្រូវជាម្ដាយរបស់រ៉ាយ៉ានគឺគាត់ធ្វើដំណើរមកទាំងយប់ដើម្បីរកកូនប្រុសរបស់គាត់ហើយគាត់ក៏បានតាក់ទងទៅកាន់កូនប្រុសរបស់គាត់បណ្ដានៅពេលដែលនិយាយគ្នាអំពីរឿងមួយនេះគាត់បានប្រាប់ឲ្យកូនប្រុសរបស់គាត់ឆាប់នាំគ្នាចាក់ចេញពីភូមិនឹងឥឡូវនេះតែម្ដងប៉ុន្តែនៅពេលដែលពួកគេរៀបនឹងចាក់ចេញក៏បានឃើញថាកង់រថយន្តគឺត្រូវបានបែកទាំងមុខទាំងក្រោយបាត់ទៅហើយពួកគេក៏បានឆ្លោះគ្នាដោយសារតែបញ្ហាមួយនឹងទោះបីជាយ៉ាងណាក៏ដោយក៏ពួកគេមិនអាចបន្តនៅក្នុងភូមិនេះបន្តទៅទៀតដែរពួកគេគឺត្រូវទៅរកវិធីណាដើម្បីចាក់ចេញពីភូមិមួយនេះដោយគាត់ជាអ្នកចេញទៅរកកង់រថយន្តពីអ្នកភូមិគឺគាត់ខ្វះតែមួយទៀតតែប៉ុណ្ណោះដោយសារតែគាត់មានកង់សកួរមួយរួចហើយប៉ុន្តែនៅពេលដែលគាត់ត្រឡប់មកវិញគាត់ចេះតែមានអារម្មណ៍ថាដូចជាមានមនុស្សដើរពីក្រោយខ្នងគាត់នៅពេលនោះដូចជាមានអ្វីមួយយ៉ាងមករឹតកបែនប៉ុន្តែនៅពេលដែលគាត់ងាកមើលទៅក្រោយបែរជាមិនបានឃើញអ្វីទាំងអស់អ៊ីសាបានឃើញស្រមោលខ្មៅកំពុងតែឡើងទៅលើខ្លួនរបស់ឡាណាប៉ុន្តែនៅពេលដែលនាងចូលទៅដាស់ឡាណាពេលនោះរ៉ាយ៉ានបានម្ដារដូច្នេះនាងក៏បានប្រាប់ពីអ្វីដែលនាងបានឃើញបន្ទាប់ពីរ៉ាយ៉ានឮបែបនេះពួកគេបាននាំគ្នាដាស់ឡាណាឡើងគ្រាន់តែនាងភ្ញាក់ដឹងខ្លួនឡើងភ្លាមនាងក៏បានប្រញាប់រត់ទៅយកខ្សែដើម្បីមកចងកទោះបីជាពួកគេព្យាយាមហាមឃាត់នាងក៏ហាមមិនជាប់ដែរនៅទីបំផុតនាងក៏បានឡើងទៅចងកពិតមែនប៉ុន្តែសំណាងល្អដែលរ៉ាយ៉ានមកជួយទាន់ពេលវេលាដោយគាត់បានចាប់ជើងរបស់នាងជាប់ហើយឲ្យបែននឹងគឺឡើងទៅកាត់ខ្សែទម្លាក់នាងចុះហ្មងហើយដលានាងក៏មិនទាន់ត្រូវបានស្លាប់ដែរដូច្នេះពួកគេបាននាំគ្នាប្រញាប់យកនាងចូលមកខាងក្នុងហើយក៏បានជួបជាមួយនឹងម្ដាយរបស់រ៉ាយ៉ានម្ដាយរបស់រ៉ាយ៉ានបានយកក្រដាសមួយដាក់ធ្វើការពិសោធន៍មើលហើយគាត់ប្រាប់ថាគេមានបញ្ញារបស់គេចូលទៅក្នុងខ្លួនរបស់នាងដូច្នេះគាត់ក៏ចាប់ផ្ដើមរៀបចំសម្បត្តិថ្នាំដើម្បីឲ្យនាងផឹកមិនយូរប៉ុន្មាននាងបានដឹងខ្លួនឡើងមកវិញហើយនៅពេលដែលពួកគេទាំងពីរនាក់នៅជាមួយគ្នាឆ្លៀតពេលនេះអ៊ីសាបានប្រាប់ឲ្យឡាឡានិយាយអំពីរឿងរ៉ាវនៅក្នុងចិត្តរបស់នាងហើយរឿងដែលនាងលាក់ទុកនោះគឺនាងធ្លាប់មានកូនជាមួយនឹងសង្សារចាក់របស់នាងរួចម្ដងទៅហើយប៉ុន្តែដោយសារតែគេមិនទទួលខុសត្រូវនាងក៏បានសម្រេចចិត្តយកចេញហើយឬមួយនេះគឺនាងបានលាក់ជាមួយនឹងរ៉ាយ៉ានមិនឲ្យគាត់បានដឹងនោះទេប៉ុន្តែការពិតរ៉ាយ៉ានបានដើរមកដល់នឹងបានស្ដាប់ឮអបបាត់ទៅហើយរ៉ាយ៉ានក៏បាននិយាយថាហើយដើម្បីបានជាកុហកគាត់នឹងលាក់គាត់អំពីរឿងមួយនេះដឹងទេថាគាត់មិនចូលចិត្តងាយកុហកនោះទេប៉ុន្តែនាងបានប្រាប់ថានាងកុហកនឹងលាក់ហ្នឹងគឺដោយសារតែនាងមិនចង់ឲ្យរ៉ាយ៉ាននឹងចាក់ចេញពីនាងហើយរ៉ាយ៉ានគេក៏មិនបានប្រកាន់អ្វីដែរប៉ុន្តែគ្រាន់តែគេរៀងអន់ចិត្តបន្តិចតែប៉ុណ្ណោះនៅពេលដែលរ៉ាយ៉ានចេញផុតទៅអាការៈរបស់នាងក៏បានរើឡើងមកវិញដោយនាងបានកាន់ខ្សែរត់ចេញទៅខាងក្រៅដើម្បីចង្អុលឃុំម្ដងទៀតប៉ុន្តែលើកនេះពួកគេបាននាំគ្នាចាប់នាងយកទៅចងនឹងឯខាងក្នុងផ្ទះជាប់ជាមួយនឹងសតែម្ដងពេលនោះស្រាប់តែមានវិញ្ញាណមួយវាបានចូលទៅក្នុងខ្លួនរបស់ម៉ាលីណាគឺដើម្បីមកទប់ទល់ជាមួយនឹងវិញ្ញាណដែលនៅក្នុងខ្លួនរបស់អាលីណានឹងឯងព្រោះអីវិញ្ញាណនោះអាចសម្លាប់ពួកគេបានគ្រប់ពេលវេលាហើយវិញ្ញាណនេះគឺមានឈ្មោះថាដាហើយវាជាអ្នកការពាររ៉ាយ៉ានវិញ្ញាណទាំងពីរវាចាប់ផ្ដើមប្រជុំមុខដាក់គ្នាដោយវិញ្ញាណព្រៃនោះបានប្រាប់ទៅកាន់ដាដែលជាអ្នកការពាររ៉ាយ៉ាននេះកុំឲ្យចេះដឹងរឿងវាឲ្យសោះបើសិនជាមិនចង់ឲ្យវាកុំចាក់នោះទេវិញ្ញាណព្រៃនេះគឺវាមានវិញ្ញាណពាន់ឆ្នាំនៅពីក្រោយខ្នងរបស់វាអញ្ចឹងបានជាវាហ៊ានគំរាមទៅកាន់ដាបែបនេះតែដាដែលជាអ្នកការពាររ៉ាយ៉ាននេះគឺមិនបានខ្លាំងទេមិនត្រឹមតែប៉ុណ្ណោះដាបានប្រាប់ឲ្យគុកគេនឹងធ្វើរិស័យពណ៌លឿងជាចម្រុងបន្ទាប់មកយកនាងដាក់ចូលទៅក្នុងរំរៃនោះហើយមានពេលវេលាត្រឹមតែរយៈពេល1ថ្ងៃតែប៉ុណ្ណោះដោយពួកគេនឹងគឺត្រូវតែទៅយកចិញ្ចៀននៅឯក្នុងព្រៃដើម្បីយកចិញ្ចៀននេះមកពាក់ឲ្យអាណាតើបឯបណ្ដេញវិញ្ញាណនោះចេញពីខ្លួនរបស់អាណាបានប៉ុន្តែលោកអ៊ំកសេប្រាប់ពួកគេថាព្រៃនោះវាមានគ្រោះថ្នាក់ខ្លាំងណាស់បើសិនជាចូលទៅគឺត្រូវតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់នៅពេលដែលពួកគេកំពុងតែដើរទៅស្រាប់តែឮសំឡេងឪពុករបស់បែនហើយប៉ុន្តែរយ៉ាងប្រាប់កុំឲ្យគេងាកក្រោយសោះក៏បានរត់បែកភ្លូគ្នាដោយសារតែគេមិនស្ដាប់សំឡេងរបស់អាម៉ាឌីតហើយអេរយ៉ាងវិញគឺគេមិនដឹងថាទៅរកបែននៅកន្លែងណានោះទេប៉ុន្តែគេក៏បានចងចាំនៅវិញ្ញាណដាខីដែលបានប្រាប់ទៅកាន់គេថាបើចង់សួរផ្លូវគឺត្រូវទៅរកខ្មោចដែលជាវីបន្ទាប់មកសួរផ្លូវវាទៅវានឹងប្រាប់ហើយរយ៉ាងគេក៏បានធ្វើទៅតាមអ្វីដែលដាខីនឹងបានប្រាប់ទាំងអស់យូរប្រហែលពួកគេទាំងពីរនាក់ក៏បានជួបគ្នាវិញដូច្នេះពួកគេក៏បានធ្វើដំណើររួមគ្នាតែម្ដង
ចំណែកវិញ្ញាណព្រៃនេះវិញវាបាននិយាយថាគុំសង្ឃឹមថាពួកគេអាចជួយនាងបានឯសោះត្រឹមតែប៉ុណ្ណោះនឹងថែមទៀតទាំងបានបញ្ជាឲ្យអេសានឹងដកឬស្នឹងជៀនថែមទៀតដោយសារតែម្ដាយរបស់តាយ៉ាន់រៀបរាំងបានប្រាក់ឲ្យអេសាសម្លាប់គាត់នឹងឯងប៉ុន្តែសំណាងល្អដែលលោកអ៊ំនឹងគឺគាត់មកជួយតាន់ពេលវេលាមកពួកគេទាំងពីរនាក់វិញនៅពេលដែលមកដល់កន្លែងរោងភ្នំមួយពួកគេក៏បានចូលទៅក្នុងរោងភ្នំមួយពួកគេគឺត្រូវមកស្វែងរកនៅសពរបស់លោកតាគីសាំងព្រោះតែជនជាតិដីរបស់គាត់តែបែរជាត្រូវបានខ្មោចពួកកងជាច្រើនលួងពួកគេរហូតធ្វើពួកគេរត់ទៅមុខបន្តទៀតពីស្វែងរកក៏អរិយពេលជាយូរពួកគេក៏បានរកឃើញនៅភ្នំសង្ស័យថានោះគឺជាភ្នំគីសាំងនឹងឯងដូច្នេះបែនក៏បានកាប់មើលប៉ុន្តែវារឹងដូចជានំថ្មអញ្ចឹងដូច្នេះបែនគិតថាប្រហែលជាឯងច្រឡំហើយមើលទៅមិនមែនជាកន្លែងនោះទេតែរ៉ាយ៉ានបានប្រាប់ថាខ្មោចដែលគាត់បានសួរផ្លូវនឹងវាប្រាប់ថាឲ្យយើងអាចដៃរបស់យើងឲ្យជិនឈាមសិនចាំយើងយកដៃរបស់យើងកាយដីផ្ទាល់តែម្ដងបើមិនដូច្នោះទេភ្នំនេះគឺនឹងរឹងដូចជាដុំថ្មអញ្ចឹងហើយពួកគេក៏បានធ្វើទៅតាមអ្វីដែលខ្មោចដែលសយនោះបានប្រាប់នៅទីបំផុតពួកគេគឺពិតជាបានរកឃើញនៅថ្វែនពិតមែនប៉ុន្តែចិញ្ចៀននោះគឺដោះមិនចេញទាល់តែសោះស្រាប់ពេលដែលសាកសពនោះមានទីវត្តរស់ឡើងមកវិញថែមទៀតដោយសារតែមិននឹងធ្វើបែបណាពួកគេក៏បានកាត់ដៃរបស់គាត់ព្រមទាំងបានដោះចិញ្ចៀននោះយកចេញមកទីបំផុតពួកគេទាំងពីរនាក់ក៏បានចិញ្ចៀននឹងត្រឡប់ចេញមកខាងក្រៅវិញអេលសានៅពេលដែលនាងដឹងខ្លួនពីសន្លប់មកវិញនាងក៏បានឃើញម្ដាយរបស់រ៉ាយ៉ាននឹងគូត្រូវរបួសយ៉ាងធ្ងន់ធ្ងរគូដោយសារតែនាងត្រូវបានខ្មោចបញ្ជាឲ្យចាក់គាត់នឹងឯងចំណែកលោកអ៊ុំវិញគាត់បានប្រាប់ឲ្យពួកគេនៅទីនេះហើយចំណែកឲ្យគាត់នាំគ្នាដើម្បីទៅតាមរកបែនត្រឡប់មកវិញហើយពួកគេក៏បានចូលមកខាងក្នុងដើម្បីបិទរបួសឲ្យម្ដាយរបស់រ៉ាយ៉ានប៉ុន្តែមើលទៅគាត់មានការឈឺចាប់ជាខ្លាំងងាកមកកាន់ពួកគេទាំងពីរនាក់វិញនៅពេលដែលរត់ត្រឡប់មកវិញស្រាប់តែបែនរបូតខ្សែស្បែកជើងនៅពេលដែលគេអោនជោគទៅចងពេលនោះបែរជាមានស្រីស្អាតម្នាក់មកដាវនៅកណ្ដាលព្រៃហើយធ្វើឲ្យបែនធ្រាក់ជើងនោះចូលទៅខាងក្រៅ ក្រោមថែមទៀតនៅពេលដែលគេអន់ជួយជរឿស្រាប់តែស្រីនៅនោះបានប្រាប់ឲ្យគេនឹងជួយគេទៅផ្ទះនោះនាងនឹងឲ្យរង្វាន់ជាទីកប់ចិត្តឬបែបនេះគេក៏បានជូនស្រីម្នាក់នឹងទៅផ្ទះរបស់នាងចំណែករ៉ូសានៅវិញនាងចិត្តតែមានអារម្មណ៍ថាដូចជាមានគេកំពុងតែលួចធ្លាមើលទៅកាន់នាងដោយសារតែមានអារម្មណ៍ថាមិនស្រួលនាងក៏បានចូលទៅអធិស្ឋានពេលនោះនាងមានអារម្មណ៍ថាដូចជាមានមនុស្សជាច្រើនកំពុងតែចង្អុលនៅពីក្រោយខ្នងរបស់នាងប៉ុន្តែយ៉ាងណាក៏ដោយក៏នាងនៅតែបន្តនៃការអធិស្ឋានរបស់នាងរហូតដល់ចប់ចំណែករ៉ូយ៉ានក៏គេមិនដឹងថាបែនបាត់តាំងពីពេលណាមនុស្សទេនៅពេលដែលគេនិយាយទៅរកងើមើលទៅបែរជាមិនបានឃើញបែនតតែសោះនៅពេលដែលឃើញបានមិនទាន់ទ្រាំមកវិញចឹងគេក៏សម្រេចជិះបោះទៅក្រោយវិញដើម្បីរកបែនចំណែកឯមាននៅទីនេះគឺជាកន្លែងដែលគាត់រ៉ូប៊ឺស្បែកជើងនឹងឯងងាកមកកាន់អ៊ុលសានៅពេលដែលនាងមកដល់បានឃើញមិត្តភក្តិរបស់នាងហាក់ដូចជាមានអាការៈចង់ប្រកែកដូច្នេះនាងក៏បានចូលទៅមើលការពិតគ្រាន់តែជាល្បិចរបស់ព្រានឹងតែប៉ុណ្ណោះដោយវាបានបង្ខំឲ្យអ៊ុលសានឹងដកដសីទាំងហោះនោះចេញប៉ុន្តែសំណាងល្អដែលអ៊ុលសារួចខ្លួននឹងប្រញាប់លួចចេញមកខាងក្រៅវិញបែបវិញគឺត្រូវបានស្រីម្នាក់នោះនាំឲ្យយួនទៅផ្ទះរបស់នាងប៉ុន្តែការពិតនាងគឺមិនមែនជាមនុស្សនោះទេនាងគឺជាខ្មោចដែលនៅឈួងព្រៃនេះនាងបានធ្វើការវាយប្រហារទៅលើបន្ត្រឹមតែប៉ុណ្ណោះនាងថែមទាំងបានបញ្ជាឲ្យបែននឹងយកដុំថ្មយកមកលើក្បាលរបស់ខ្លួនឯងរហូតដល់ស្លាប់ថែមទៀតប៉ុន្តែសំណាងល្អដែលរ៉ាយ៉ាននឹងគឺបានមកដល់នឹងជួយទាន់ពេលវេលាពេលនោះនាងក៏បានបញ្ជាឲ្យបែនវេទៅលើរ៉ាយ៉ានថែមទៀតចំណែករ៉ាយ៉ានក៏បានបោកបែនឯដួលទៅមកខាងបន្ទាប់មកគាត់ក៏បានមកចាប់ក្បាលព្រានោះព្រមទាំងបានធ្វើការអធិស្ឋានទៅកាន់ព្រាដើម្បីឲ្យជួយកម្ចាត់ព្រានេះในទីបំផុតព្រានឹងក៏ត្រូវបានរលាយបាត់ទៅបន្ទាប់មកពួកគេបាននាមគ្នាប្រញាប់ត្រឡប់មកកាន់ភូមិវិញព្រោះតែមានពេលវេលាសល់តែបន្តិចទៀតតែប៉ុណ្ណោះចានរ៉ៃក៏បានជួបជាមួយនឹងក្រុមរបស់លោកអ៊ុំកាឌីក៏សួរថាតើពួកគេយកជីនជៀនបានឬក៏អត់ហើយរ៉ាយ៉ានគឺក៏បានបង្ហាញជីនជៀននោះឲ្យគាត់បានឃើញប៉ុន្តែការពិតពួកគាត់មកនេះមិនមែនដើម្បីជួយពួកគេនោះទេផ្ទុយទៅវិញបានគម្រាមឲ្យរ៉ាយ៉ានទៅជាមួយនឹងពួកគេថែមទៀតបើមិនចឹងនោះទេគាត់នឹងសម្លាប់បែនចោជុំមិនខានបែនគាត់ក៏បានសម្លាប់ចំណែករ៉ាយ៉ានក៏ត្រូវបានអ៊ុំកាស៊ីនឹងយកទៅបាត់ស្រុកពេលដែលពួកគេវិញក៏កំពុងតែរងចាំផ្លោះពួកគេទាំងពីរនាក់ត្រឡប់មកវិញចំណែករ៉ាយ៉ានក៏ត្រូវបានអ៊ុំកាស៊ីនាំគាត់យកមកក្នុងផ្ទះខ្ទមមួយនៅពេលដែលគាត់ចូលមកដល់គាត់ឃើញថាពួកគេទាំងអស់នេះគឺជាខ្មោចទាំងស្រុងតែម្ដងគាត់មកដល់គាត់ពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះថានេះគឺជាឪពុករបស់គាត់ហើយឪពុករបស់គាត់គឺមិនតបានស្លាប់នោះទេការពិតអ្វីទាំងអស់គ្រាន់តែជាការរៀបចំរបស់ឪពុករបស់គាត់តែប៉ុណ្ណោះគាត់ធ្វើបែបនេះព្រោះតែចង់ឲ្យរ៉ាយ៉ានមកដល់ទីនេះដើម្បីទៅយកចិញ្ចៀននោះព្រោះចិញ្ចៀននោះគឺមានតែរ៉ាយ៉ានតែប៉ុណ្ណោះដែលអាចទៅយកវាបានអញ្ចឹងហើយបានជាគាត់ប្រើវិធីនឹងដើម្បីឲ្យរ៉ាយ៉ានមកកាន់ទីនេះបន្ទាប់មកក៏គាត់បានសួរអំពីចិញ្ចៀននោះនៅពេលដែលរ៉ាយ៉ានដកចិញ្ចៀនបង្អយបុរសរបស់គាត់បានប្រាប់ឲ្យបុរសរបស់គាត់ប្រញាប់ទៅជួយមនុស្សស្រីដែលគាត់ស្រឡាញ់ប៉ុន្តែផ្ទុយទៅវិញឪពុកគឺមិនខ្វល់នោះទេហើយគាត់បានលាថារឿងរ៉ាវទាំងអស់ត្រូវបានកាត់ឡើងដោយសារតែម្ដាយរបស់ឯងគាត់មិនចង់ធ្វើដំណាំទៅលើដីដ៏ពិសិដ្ឋនោះទេប៉ុន្តែត្រូវបានម្ដាយរបស់ឯងនឹងគេជាអ្នកបង្ខំរហូតធ្វើឲ្យភូមិមួយនេះត្រូវបានជួបបណ្ណាសាគឺដោយសារតែពួកគេទាំងពីរនាក់នឹងឯងនៅទីបញ្ចប់គាត់បានប្រាប់ឲ្យប្រពន្ធនិងកូនចាក់ចេញពីភូមិមួយនេះព្រោះឯអ្នកភូមិនឹងមករកពួកគាត់នៅក្នុងពេលឆាប់ៗនេះហើយនៅពេលដែលប្រពន្ធកូនរបស់គាត់ចេញផុតទៅអ្នកភូមិក៏ពិតជារយគាត់ពិតមែនប៉ុន្តែសំណាងល្អគឺត្រូវបានលោកតាគៀសង្គុណដែលជាម្ចាស់ជនជាតិដើមនឹងគឺបានមកបដិថាបណ្ដាសាមួយនេះគាត់ក៏អាចជួយទប់ទល់បានដោយប្រាជ្ញាជាតិរបស់គាត់នឹងឯងប៉ុន្តែបន្ទាប់ពីលោកតាគិសង្គុណស្លាប់ទៅបណ្ដាសាមួយនេះក៏ចាប់ផ្ដើមត្រឡប់មកកាន់ភូមិនេះវិញមូលហេតុដែលគាត់យកជាគឺដើម្បីបង្ក្រាបនៅបណ្ដាសាមួយនឹងឯងនៅពេលនោះរ៉ាយ៉ានក៏បានដណ្ដើមយកជាពីដែពុករបស់គាត់គឺដើម្បីសម្ដែងបញ្ញាបរុទ្ធទៅជួយមនុស្សដែលគាត់គុណស្រឡាញ់នឹងឯង
ងាកមកកាន់ Ben នៅពេលដែលគាត់មកដល់ទីនេះមុនពួកគេក៏បានជួយរករយ៉ានប៉ុន្តែគាត់ប្រាប់ថាគាត់មិនដឹងនោះទេដែលធ្វើពួកគេពិតជាមានការខកចិត្តជាខ្លាំងព្រោះឯពួកគេខំប្រឹងរង់ចាំជាយូរប៉ុន្តែបែរជាមិនបានជន់ជាតិមកជួយអាលីណាទៅវិញពេលបន្តិចទីនេះវានឹងហួសពេលទៅហើយដោយសារតែព្រះអាទិត្យក៏ចាប់ផ្ដើមលិចបណ្ដាទៅហើយនៅពេលដែលព្រះអាទិត្យចាប់ផ្ដើមលិចនោះគ្រប់យ៉ាងត្រូវបានចប់អ្វីក៏មិនអាចជួយបានដែរនៅពេលដែលព្រះអាទិត្យលិចព្រៃនោះក៏ចាប់ផ្ដើមខ្លាំងក្លាហើយវាក៏បានដកឫស្សីទាំងអស់នោះចេញបន្ទាប់មកវាក៏បានប្រញាប់រត់ទៅយកខ្សែដើម្បីឡើងទៅចងកម្ដងទៀតនៅទីបញ្ចប់វាក៏អាចទៅចងកបានពិតមែនប៉ុន្តែសំណាងល្អគឺត្រូវបានពួកគេជួយសាជាថ្មីម្ដងទៀតប៉ុន្តែលើកនេះមើលទៅរយ៉ានធន់ធ្ងរដោយសារតែពួកគេគឺមិនអាចជួយសង្គ្រោះនាងបាននោះទេដែលធ្វើគាត់ពិតជាមានការសោកស្ដាយជាខ្លាំងហើយនៅពេលនោះស្រាប់តែវិញ្ញាណដែលមានឈ្មោះថារ៉ូដានឹងគឺវាបានចូលមកខន់ខ្លួនរបស់អេសរីម៉ាន់រីណាដែលវិញ្ញាណនោះបានប្រាប់ថាពួកគេមានរយៈពេល7ម៉ោងដើម្បីជួយសង្គ្រោះវិញ្ញាណរបស់អាលីណាចេញពីភីខុងវែងមកវិញបន្ទាប់ពីនិយាយប្រាប់អំពីរ៉េរ៉ាមួយនេះហើយវាក៏បានចាក់ចេញទៅវិញបាត់ទៅចំណែកឯរ៉ាយ៉ានគាត់ក៏បានប្រញាប់យកចិញ្ចៀននោះទៅបំពាក់ឲ្យទៅអាលីណាបន្តែបែជាត្រូវពុករបស់គាត់មកដណ្ដើមការដែលគាត់មកដណ្ដើមនេះគឺព្រោះតែគាត់ចង់គ្រប់គ្រងចិញ្ចៀននេះព្រោះថាចិញ្ចៀននេះក៏អាចបញ្ជាខ្មោចបានអញ្ចឹងហើយបានជាគាត់ចង់យកវាទៅគ្រប់គ្រងបែបនេះគាត់ក៏បានយកចិញ្ចៀននោះរត់ទៅបាត់ប៉ុន្តែនៅពេលដែលពួកគេមករកគាត់នៅខ្ទីមបគាត់គេមិនបានឃើញគាត់នោះទេព្រោះតែគាត់បានមកលាក់ខ្លួននៅកន្លែងផ្សេងហើយដោយសារតែគាត់ខ្លាចតែគោរបស់គាត់មកដណ្ដើមយកទៅវិញគាត់ក៏បានប្រើខ្មោចឲ្យទៅចាត់ការពួកគេហើយខ្មោចទាំងនោះគឺពិតជាបានទៅរកពួកគេពិតមែនដល់ពេលរត់ចោលរត់ឡើងក៏បានជួបគ្នានៅក្នុងព្រៃដោយចៃដនដូច្នេះពួកគេទាំងពីរនាក់នឹងឯងក៏បានប្រញាប់នាំឃើញដើមយកចិញ្ចៀននោះយកមកវិញដែលជាហេតុធ្វើឲ្យយុតាកាស៊ីននឹងគឺត្រូវបានធ្លាក់ស្លាប់បាត់បង់ជីវិតបន្ទាប់ពីដណ្ដើមចិញ្ចៀនបានហើយរ៉ាយ៉ានគាត់ក៏បានប្រញាប់យកចិញ្ចៀននោះយកមកបំពាក់ឲ្យទៅអាលីណាលុះដល់ពេលដែលចិញ្ចៀននោះត្រូវបានបំពាក់លុះដៃរបស់នាងបានមួយសន្ទុករយមកនាងក៏បានដឹងខ្លួនត្រឡប់មកវិញធ្វើឲ្យពួកគេសប្បាយចិត្តជាខ្លាំងប៉ុន្តែឪពុករបស់គេក៏នៅតែមកតាមទីមទីយកចិញ្ចៀនដែរប៉ុន្តែពេលនោះស្រាប់តែភ្លើងព្រាយនឹងបើជាមកដុតបញ្ឆេឪពុករបស់គាត់នៅទីបញ្ចប់គាត់ក៏ត្រូវបានស្លាប់បាត់បង់ជីវិតនៅក្នុងភ្លើងមួយនឹងតែម្ដងតែបន្ទាប់មកពួកគេក៏បាននាំគេចាក់ចេញពីភូមិនោះមកកាន់ផ្ទះវិញប៉ុន្តែមុនពេលដែលចូលមកកាន់ទីក្រុងរ៉ាយ៉ានសម្រេចថានឹងបោះចិញ្ចៀននោះចោលមិនទុកឲ្យអ្នកណាគេប្រើប្រាស់វាទៀតនោះទេដល់ពេលដែលគេត្រឡប់មកដល់ផ្ទះវិញរឿងរ៉ាវសម្រិតចាប់ផ្ដើមកើតឡើងគឺម្ដាយរបស់គេនឹងនៅទីបញ្ចប់គាត់ក៏បានចងកស្លាប់បាត់បង់ជីវិតដដែលហើយរឿងរ៉ាវរបស់យើងក៏ត្រូវបានបញ្ចប់